អានិសង្ឃជ័យវរៈទានគ្រឿងស្លៀកពាក់គ្រប់បែបដែលដេរភ្ជាប់ដោយចេះតាមចិញ្ចនៈក្នុងភាសាបាលីហៅថាជីវរពាក្យថាជីវរស្ដាប់ទៅដូចជាបានតែខាងច្បងជីវរជាបរិខាររបស់បព្វជិតវិមុខប៉ុណ្ណោះប៉ុន្តែតាមអត្ថដែលចែងពីជ័យវរៈបច្ច័យនោះលោកថាសូម្បីតែគ្រឿងស្លៀកពាក់របស់ក្រហោះទូទៅដែលជារបស់ដេរដោយភ្ជាប់ដោយដៃក៏ដូចគ្នាក៏រាប់ចូលក្នុងជ័យវរៈបច្ច័យដែរធម្មតាមនុស្សក្នុងសកលលោកទោះជាក្រហោះក្តីបព្វជិតក្តីសុទ្ធតែត្រូវអាស្រ័យដោយជីវរបច្ច័យដូចគ្នាបើគ្មានជ័យវរបច្ច័យជាគ្រឿងអាស្រ័យទេមិនអាចរស់នៅជាសុខសាន្តបានព្រោះមានសេចក្តីអន្តរាយច្រើនចំពោះណាស់មានក្តៅត្រជាក់ជាដើមទោះបីរស់នៅបានក៏បានដោយវេទនាដូចមនុស្សព្រៃនិងស្វាដែលគ្មានសម្ពុតអាវស្លៀកពាក់វាការពារក្តៅត្រជាក់ដោយសារតែរោមប៉ុណ្ណោះទើបមានសាច់ក៏ក្រោតក៏ក្រើមសម្បល់អាក្រក់ដោយគ្មានគ្រឿងការពារអាកាសធាតុក្តៅត្រជាក់ព្រោះហេតុជ័យវរបច្ច័យជាគ្រឿងការពារក្តៅត្រជាក់របស់មនុស្សឲ្យមនុស្សបានរស់នៅជាសុខស្រួលដោយពោលមកនេះបានជាទានដែលទាយុបានឲ្យជ័យវរបច្ច័យគឺឲ្យសម្ពុតអាវដល់ផ្ដឹកគីហកៈដោយសង្គ្រោះឬបានប្រគេនត្រៃជីវរដល់ផ្ដឹកគីហកៈជាបព្វជិតដោយបូជាគុណធម៌របស់លោកនោះជាទានមានផល្លានិសង្ឃច្រើនទាំងបច្ចុប្បន្នទាំងអនាគតគឺអាចឲ្យផ្ដឹកគីហកៈអ្នកទទួលទានបានសម្បុរល្អក្នុងបច្ចុប្បន្នហើយឲ្យទាយុអ្នកឲ្យទានបានសម្បុរល្អសម្បូរគ្រឿងស្លៀកពាក់ក្នុងកាលជាអនាគតគម្ពីរសង្យុត្តនិកាយត្រង់ទេវតាសង្យុត្តចែងថាកាលព្រះសម្មាសម្ពុទ្ធគង់ប្រជញ្ញនៅឡើយមានទេវតាមួយចូលសួរព្រះអង្គថាបបិទ្ធព្រះអង្គបបិទ្ធព្រះដ៏មានព្រះភិក្ខដ៏ចម្រើនឲ្យរបស់អ្វីជាទានទើបបានឈ្មោះថាឲ្យពរសម្បោព្រះអង្គត្រាស់ថាវត្ថតោហោទេវណ្ណតោការឲ្យសម្ពុតជាទានបានឈ្មោះថាឲ្យពរសម្បោជាទានគឺបានឈ្មោះថាឲ្យនៅវណ្ណទានដល់អ្នកទទួលទានក្នុងជាតិជាបច្ចុប្បន្នហើយអ្នកម្ចាស់ទាននោះតែងបានជាអ្នកមានសម្បុរល្អសម្បូរគ្រឿងស្លៀកពាក់និងទ្រព្យសម្បត្តិក្នុងជាតិជាអនាគតដូចមានរឿងនិទានមួយថារឿងនាងឧមាតន្តីក្នុងកាលដ៏កន្លងទៅហើយមាននាងកញ្ញាម្នាក់ជាកូនសទ្ធិជាកូនអ្នកតលក្រនៅនគរពារាណសីថ្ងៃមួយនៅរដូវចូលឆ្នាំនាងបានឃើញពួកកញ្ញាកូនអ្នកមានគេស្លៀកពាក់សម្ពុតពណ៌ក្រហមល្អដើរលេងកំសាន្តតាមប្រពៃណីស្រុកនាងចង់ល្អដូចគេបានសុំលាមេដាបិតាទៅរកស៊ីឈ្នួលគេនៅភូមិមួយដើម្បីយកសម្ពុតក្រហមមួយត្បូងនាងទៅរកស៊ីឈ្នួលនៅផ្ទះកហបតីម្នាក់គេថាលុះតែធ្វើការឲ្យគេគ្រប់3ឆ្នាំទើបគេឲ្យសម្ពុតពណ៌ក្រហមមួយត្បូងនាងកញ្ញានោះក៏សុខចិត្តស៊ីឈ្នួលគេតាមកាលបរិច្ឆេទនោះតែដោយសារនាងយកចិត្តទុកដាក់ធ្វើការឲ្យគេល្អពេញចិត្តគេនាងធ្វើត្រឹមតែ1ឆ្នាំក៏គេឲ្យសម្ពុតក្រហមមួយត្បូងព្រមទាំងសម្ពុតដតីខ្លះផងហើយនាងក៏ត្រឡប់មកផ្ទះវិញដល់ពាក់កណ្ដាលផ្លូវនាងឃើញព្រះរហន្តមួយអង្គជាសាវកព្រះពុទ្ធកស្សបៈដែលចោលដណ្ដើមយកស្បង់ជីវរអស់លោកម្ចាស់ស្លឹកឈើស្លៀកស្លឹកឈើដណ្ដប់និមន្តដើរមកជិតនាងអាណិតលោកបានប្រគេនសម្ពុតអាវមួយដល់លោកកាលលោកយកទៅស្លៀកពាក់នាងឃើញពណ៌ល្អក៏ប្រគេនអាវមួយដល់លោកដណ្ដប់នាងឃើញលោកមានរស្មីល្អដោយព្រះអាទិត្យទើបរះក៏ធ្វើសេចក្តីប្រាថ្នាថាដោយអំណាចផលវត្តទាននេះនាងខ្ញុំទៅកើតជាតិខាងមុខសូមឲ្យមានរូបអស្ចារ្យបរោះណាបានឃើញឲ្យផន់ស្មារតីកុំឲ្យទប់ចិត្តបានព្រះធរៈធ្វើអនុមោទនាហើយដើរចេញទៅដោយផល្លានិសង្ឃនោះលុះនាងអស់អាយុទៅបានទៅកើតជាទេពធីតាក្នុងទេវលោកអស់អាយុពីទេវលោកបានមកកើតជាកូនសេដ្ឋីអ្នកមានទ្រព្យសម្បត្តិ80កោដឈ្មោះតិរិវច្ឆសិទ្ធិ ត
នៅអរិដ្ឋបុរៈក្នុងសីវរតនាងមានរូបល្អណាស់អ្នកស្រុកហៅថាស្រីកែវលុះនាងពេញរូបពេញរាងឡើងជនណាបានឃើញក៏ភ័ន្តភាំងស្មារតីរកគិតអ្វីមិនឃើញហាក់ដូចឈួតហេតុនេះបានជាអ្នកស្រុកហៅថាស្រីឲ្យគេឈួតសេដ្ឋីជាបិតាបានថ្វាយដំណឹងចំពោះព្រះរាជាព្រះអង្គទ្រង់ព្រះសណ្ដាប់ក៏ទ្រង់សពព្រះរាជហឫទ័យទ្រង់ចាត់ឲ្យពួកអាមាត្យទៅពិនិត្យលក្ខណៈបើឃើញល្អត្រឹមត្រូវមែនទ្រង់នឹងឲ្យដណ្ដឹងយកធ្វើជាព្រះទេពីលុះព្រាមទាំងនោះទៅដល់ផ្ទះនាងសេដ្ឋីជាបិតាបានរៀបភោជនីយអាហារឲ្យបរិភោគពេលពួកព្រាមកំពុងបរិភោគសេដ្ឋីឲ្យនាងជាកូនតែងខ្លួនចេញមកដុតបង្ហាញខ្លួនឲ្យព្រាមពិនិត្យមើលលំអដោយលំអរបស់នាងនោះចោលស្រមោលសម្ផស្សទៅប៉ះខ្សែចក្ខុរបស់ពួកព្រាមធ្វើឲ្យពួកព្រាមទាំងនោះផន់ស្មារតីដោយកិលេសគ្រប់សង្កត់ព្រាមខ្លះដាក់បាយលើក្បាលខ្លះញាត់ទៅក្នុងក្លៀកខ្លះទះជញ្ជាំងដូចមនុស្សឈួតនាងឧមាតន្តីឃើញអាការៈដូច្នោះក៏បណ្ដេញព្រាមទាំងនោះឲ្យចេញទៅដោយខ្មាស់គេខ្លាំងពេកព្រាមទាំងនោះទទួលព្រះរាជាថានាងនោះជាស្រីកលកណីឈួតមិនល្អទេព្រះរាជាក៏ឈប់ត្រូវការក្រោយពីនោះមិនយូរប៉ុន្មាននាងបានជាភរិយារបស់អភិការៈអាមាត្យជាមនុស្សសំណប់ព្រះរាជាថ្ងៃមួយជាថ្ងៃនក្ខត្តរិទ្ធព្រះរាជាទ្រង់គង់ព្រះរាជយានជំនិះប្រតិក្សិណព្រះនគរនាងឧមាតន្តីឈរនៅបង្អួចផ្ទះមើលក្បួននឹងហើយព្រះរាជាទតឃើញនាងទ្រង់ជ្រាបថានាងនឹងហើយគឺជាស្រីកែវដែលទ្រង់ឲ្យព្រាមទៅពិនិត្យនោះក៏ទ្រង់ប្រតិព័ទ្ធជាខ្លាំងផ្ទុំមិនលុសោយមិនបានស្គមព្រះអង្គព្រោះចង់បាននាងជាព្រះទេពីតែទ្រង់ជ្រាបថានាងបានជាភរិយាមហាអាមាត្យទៅហើយក៏ទ្រង់លាក់សេចក្តីស្នេហានោះទុកក្នុងព្រះទ័យពុំឲ្យនរណាដឹងឡើយមហាអាមាត្យដឹងរឿងនោះក៏ចាត់មនុស្សម្នាក់ឲ្យទៅជ្រកសំងំក្នុងព្រៃក្រោយខ្ទមទេព្រឹកមួយហើយខ្លួនមហាអាមាត្យធ្វើជាទៅបន់ទេព្រឹកនោះស៊ូពីរឿងព្រះអាការៈរោគរបស់ព្រះរាជាមហាអាមាត្យទៅដល់ខ្ទមស៊ូថាលោកតាព្រះរាជាទ្រង់ប្រជូនដោយព្រះអាការៈរោគអ្វីបានជាទ្រង់ផ្ទុំពំលុសោយពំបានអ្នកដែលនៅក្រោយខ្ទមឆ្លើយថាព្រះរាជាទ្រង់ប្រជូនព្រោះរោគស្នេហាដោយស្រឡាញ់នាងស្រីកែវជាភរិយារបស់លោកនឹងឯងមហាអាមាត្យទូលព្រះរាជាតាមដំណើរនោះព្រះរាជាទ្រង់ពិចារណាសេចក្តីស្នេហារបស់អញលាក់ទុកតែក្នុងចិត្តមិនឲ្យនរណាដឹងទេម្ដេចក៏ទេព្រឹកដឹងនៅលាមុខភាពរបស់អញបានហើយទ្រង់កាត់សេចក្តីស្នេហានោះចោលចេញទៅអានាងឧមាតន្តីដែលមានរូបល្អត្រកូលខ្ពស់បានជាភរិយាមហាអាមាត្យមានទ្រព្យសម្បត្តិច្រើនដោយផលវត្តទានជីវនទានដែលនាងបានប្រគេនសម្ពុតជីវរដល់ព្រះអរហន្តពីជាតិមុននោះឯងការឲ្យវត្តទាននេះពុកុំថាឡើយដល់ឲ្យសម្ពុតធ្វើជីវរធំដុំសូម្បីតែឲ្យសម្ពុតបិទរបួសបិទបោសបិទដំបៅជាបរិខាតូចតាចដែលរាប់ចូលក្នុងជ័យវរបច្ច័យដែលនោះក៏បានផលឡានិសង្ឃច្រើនណាស់ព្រោះថាសម្ពុតបិទបោសបិទដំបៅនោះឈ្មោះថាវត្តទានផងគិលានទានផងដូចរឿងនិទានតទៅនេះ